ពេលដែលខ្ញុំឃើញជើងមាន់អញ្ចឹងខ្ញុំនឹកឃើញកាលដែលខ្ញុំនៅលើកប៉ាល់បងប្អូនគេយកជើងមាន់យកមកស្លប៉ុន្តែជាប្រភេទជើងមាន់ស្អុយឲ្យក៏គ្រប់ស្អុយឡើងខ្លាំងតែម្ដងបងប្អូនអើយជើងមាន់មើលទៅល្អជាទេប៉ុន្តែយកមកស្លហូបកើតព្រោះវាស្អុយខ្លាំងត្រូវនឹងចុងភៅមួយចំនួនគាត់អត់ប្រកែកជំរាបសួរជនរួមជាតិជាទីស្រឡាញ់ដោយសារតែមិនទាន់ទៅខ្មែរអញ្ចឹងហើយបងស្រីគាត់សួរថាចង់ហូបស្លម្លប្រហើរនំបញ្ចុកអញ្ចឹងហើយគាត់ក៏ត្រៀមទិញម្ហូបមកតាំងពីព្រលឹមនេះសួរតាំងពីក្បាលល្ងាចបងប្អូនហើយនេះបងស្រីខ្ញុំគាត់មកហាន់គ្រឿងហាន់អីចឹងទៅដោយសារតែបងថ្លៃខ្ញុំហើយនឹងបងស្រីខ្ញុំគាត់ធ្វើការកាក់យប់គាត់ទៅតែមកដល់ហើយគាត់ចង់ហូបសម្លប្រហើរនំបញ្ចុកដោយសារតែគាត់អត់សូវបានធ្វើអាហារសម្រាប់ហូបខ្លួនឯងប្រចាំថ្ងៃទេដោយសារតែរវល់ពីការងារយើងចេញពីការងារមករវល់ងុយតដេកចឹងណាហូបតែតិចតួចធ្វើអីងាយបើថាធ្វើអីយូរចេះគាត់មិនងាយបានធ្វើទេតែមានគ្រឿងបុកអញ្ចេះធ្វើកន្លះម៉ោងទៅ1ម៉ោងអីអត់តាន់ហើយទេបងប្អូនអញ្ចឹងយើងចំណាយពេលយូរហើយបើមេឃវិញភ្លៀងនោះភ្លៀងហើយមួយថ្ងៃនេះពីអ្នកបងប្អូននេះចែកការងារគ្នាធ្វើបងខ្ញុំនេះគាត់ហាន់តាយងចេកនៅថៃថ្លៃហ៎បងប្អូនហើយខាងនេះបងថ្លៃគាត់ភាសាបាយគាត់មានអាឡឹកបើនិយាយពីអាឡឹកចេះឃើញគាត់កាន់អាឡឹកចឹងនឹកឃើញអាឡឹកនៅលើកប៉ាល់អាឡឹកនៅលើកប៉ាល់ថ្លៃណាស់បងប្អូនហើយនេះងាកមកមើលត្រីនេះល្មមឆ្អិនហើយត្រីមកជាង1គីឡូបងប្អូនត្រី2ក្បាលត្រីទក់1ក្បាលហើយនឹងត្រីផ្លែនេន1ក្បាលហើយខ្ញុំអង្គុយបុកគ្រឿងនេះគ្រឿងម៉ត់ហើយដាក់ខ្ទឹមបុកតនេះហើយបងស្រីខ្ញុំគាត់អង្គុយបេះសាច់ត្រីបេះឆ្អឹងបេះអីចេញទៅកុំឲ្យដោយឆ្អឹងហើយយកមកបុកជាមួយគ្រឿងបងប្អូនហើយសម្រាប់សម្លប្រហើរខ្មែរយើងនេះគឺយើងបុកគ្រឿងឲ្យម៉ត់ល្អពូតបុកឲ្យពូតទឹកចេញហើយយកមកបុកទៀតដើម្បីវាម៉ត់ផង់ល្អគ្រឿងតែយើងបុកមិនម៉ត់ល្អយកទៅស្លក៏ហូបមិនឆ្ងាញ់វាស្កាតគ្រឿងដែលខ្ញុំកំពុងតែបុកនឹងអត់មានស្លឹកគ្រៃទេណាបងប្អូនគល់ស្លឹកគ្រៃសុទ្ធព្រោះទិញគេនៅនេះគេលក់តែគល់ទេហើយជើងមាន់ដែលខ្ញុំកំពុងតែយកមកស្រុះដាំទឹកស្រុះហ្នឹងគឺចំនួន1គីឡូបងខ្ញុំគាត់ដាក់ជើងមាន់លាយទៀតហើយធ្វើការស្រុះហ្នឹងក៏ស្រុះមិនយូរដែរ4-5នាទីត្រឡប់ក៏លើកចុះមកវិញមកពេលដែលខ្ញុំឃើញជើងមាន់អញ្ចឹងខ្ញុំនឹកឃើញកាលដែលខ្ញុំនៅលើកប៉ាល់បងប្អូនគេយកជើងមាន់យកមកស្លប៉ុន្តែជាប្រភេទជើងមាន់ស្អុយឲ្យក៏គ្រប់ស្អុយឡើងខ្លាំងតែម្ដងបងប្អូនអើយជើងមាន់មើលទៅល្អជាទេប៉ុន្តែយកមកស្លហូបកើតព្រោះវាស្អុយខ្លាំងត្រូវនឹងចុងភៅមួយចំនួនគាត់អត់ប្រកែកផ្សំគ្រឿងដល់ពេលអញ្ចឹងទៅបំរសជាតិនៅវាផ្សេងទៅអាស្អុយទៅផ្សេងទៅវាអត់ចាប់ជាតិគ្នាបន្តិចសោះបើអ្នកខ្លះវានេះស្អុយអញ្ចឹងយ៉ាងណាក៏គេប៉ិនផ្សំគ្រឿងទៅវាគ្រាន់នេះអត់ទេអត់មានចូលជាតិអីបានតាក់បន្តិចទេហើយមិញហ្នឹងខ្ញុំចាក់ទឹកខ្ទិះចុងចូលជាមួយនឹងទឹកត្រីស្ងោរដាំវាចោលឲ្យវាពុះល្អហើយខ្ញុំក៏ងាកមកសម្អាតផ្នែកខាងទូទឹកកកដោយសារតែទូទឹកកកបងស្រីខ្ញុំហ្នឹងក៏ងាយបានសម្អាតទេយូរសម្អាតម្ដងពី3ថ្ងៃសម្អាតម្ដងអញ្ចឹងឬក៏មួយអាទិត្យសម្អាតម្ដងដោយសារគាត់រវល់ការងារដូចនឹងស្រាប់ហើយមិនថាគេមិនថាបងស្រីខ្ញុំឲ្យទៅធ្វើការនៅប្រទេសថៃដូរកាក់យប់កាក់ថ្ងៃហើយអត់នឹងងុយណាស់បងប្អូនហើយធ្វើការរហូតប្រចាំថ្ងៃយូរទៅសោយខ្សោះកម្លាំងណាស់ទូហើយខ្ញុំមករៀបចំបន្លែខាងនេះមានកធុំធេតហើយមានបន្លែបដោហើយមានបន្លែផ្សេងទៀត